ឥឡូវយើងមកសិក្សាអំពី module នៃចំនួន complex ចឹង module នៃចំនួន complex យើងប្រៀបប្រដូចទៅនឹងប្រវែងនៃចំនួន complex នោះបើសិនយើងបដូរចំនួន complex ទៅជា vector មានន័យថាយើងមាន101បើយើងមាន101ហើយយើងចង់ដៅ z ស្មើឲ្យ a បូក be ចឹងនៅលើ aដេកគឺខ្ញុំក្រិតតម្លៃ a ឈរគឺខ្ញុំក្រិតតម្លៃ be ចឹងខ្ញុំនឹងទទួលបានចំណុចមួយដែលចំណុចនោះគឺជា z ចំនួន complex របស់ខ្ញុំហីបើខ្ញុំបដូរវាទៅជា vector គឺខ្ញុំឃើញថាកម្ពស់របស់វាគឺស្មើនឹង b ហើយប្រវែងដេករបស់វាគឺស្មើនឹង a ដែលកន្លែងនេះគឺតាំងដោយតម្លៃដាច់ខាតនៃ z គឺជាប្រវែងនៃ vector z តាមទ្រឹស្ដីបទពីតាហ្គរយើងដឹងថា a ការ៉េបូក b ការ៉េស្មើឲ្យ c ការ៉េដែល c ការ៉េគឺជាអ៊ីប៉ូរបស់វាអញ្ចឹងយើងសរសេរតម្លៃដាច់ខាតនៃ z លើកជាការ៉េឬក៏យើងអាចសរសេរថាតម្លៃដាច់ខាត z ស្មើឲ្យឬការ៉េនៃ a ការ៉េបូក b ការ៉េអូខេតែ module ឬក៏ module យើងតាំងដោយអក្សរ a ចឹង a ស្មើឲ្យតម្លៃដាច់ខាត z ស្មើឲ្យឬការ៉េនៃ a ការ៉េបូក b ការ៉េចឹងយើងមកមើលលក្ខណៈមួយនៃចំនួននៃ module នៃចំនួន complex ចឹងឧបមាថាខ្ញុំមាន100ដូចមិញមកហើយខ្ញុំមានតម្លៃ z ចេះតើយើងគិតថាចំនួន complex ផ្ទុយរបស់ z ហ្នឹងមានរូបរាងមិនចំនួន complex ផ្ទុយគឺដក z ណាអញ្ចឹងបើសិនជាកន្លែងហ្នឹង a ហើយកន្លែងហ្នឹង be អញ្ចឹងយើងដឹងថាដក z ស្មើឲ្យដក a ដក be អញ្ចឹងមានន័យថាយើងអត់ដើរខាងស្ដាំទេយើងមកខាងឆ្វេងវិញចំនួនដក a អញ្ចឹងយើងបានដក a នៅនេះហើយយើងលេងទៅលើយើងមកខាងក្រោមវិញចំនួនដក be អញ្ចឹងនេះគឺជាចំនួន complex ផ្ទុយរបស់វាអញ្ចឹងមានន័យថាយើងឧបមាថាយើងមានកញ្ចក់ហើយយើងឆ្លោះវាត្រង់ទៅនេះអញ្ចឹងវាកន្លាប់មកហើយហ្នឹងជាចំនួន complex ផ្ទុយដក z ចុះចំនួន complex ឆ្លាស់ស្មើឲ្យ a ដក be អញ្ចឹង a ហ្នឹងនៅថេទេណា a នៅដដែលទេខុសគ្នាតែដក be អញ្ចឹងមកខាងនេះមានន័យថាចំនួន complex ឆ្លាស់ហ្នឹងគឺយើងឆ្លោះវានៅលើ a ដេកទទួលបានចំនួន complex ឆ្លាស់ឥឡូវលក្ខណៈមួយទៀតគឺប្រវែងនៃ z ស្មើឲ្យប្រវែងនៃz ឆ្លាស់ z បាស្មើឲ្យប្រវែងនៃដក z ហើយខ្ញុំគិតថាយើងគ្រាន់តែមើលរូបហ្នឹងក៏ដឹងដែរបើសិនជាយើងវាស់ពីទៅនេះមកនេះគឺស្មើឲ្យពីទៅនេះមកនេះស្មើឲ្យទៅនេះមកនេះអញ្ចឹងអត់មានបាច់សម្រាយអីទេយើងបើសិនយើងចង់សម្រាយយើងអាចសម្រាយខ្លួនយើងបានដោយចូលរូបមន្តពីតកពីដើមមកហើយលក្ខណៈមួយទៀតគឺ z គុណឲ្យ z បា z គុណឲ្យ z បាស្មើឲ្យ a ការ៉េបូក b ការ៉េតែយើងដឹងថាតម្លៃខាត z ការ៉េក៏ស្មើ a ការ៉េបូក b ការ៉េដែរអញ្ចឹងបើសិនជាមានលក្ខខណ្ឌណាដែលយើងត្រូវសម្រាយឲ្យ z គុណឲ្យ z បាស្មើឲ្យតម្លៃខាត z ការ៉េអញ្ចឹងយើងអាចធ្វើបានទេ